Đây bong ôn vừa chụp chỉ một trong xa chỉ mày thì đấy ngàyนี้มาเรียนบองโอนอมปีโรเบียบเตียงโรบายการสเตทเมนต์โรปี account PayPal របស់យើងទុកមក confirm verify document ជាមួយ page របស់យើងណាតែមានបញ្ហាហើយបងប្អូនណាដែលមិនទាន់ចេះទាញរបាយការណ៍ statement ពី PayPal កុំភ្លេចតាមដានវីដេអូរបស់ខ្ញុំផងមុននឹងតាមដានវីដេអូរបស់ខ្ញុំកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងតោះកុំឲ្យខាតពេលយូរមកតាមដានទាំងអស់គ្នាតោះកុំឲ្យខាតពេលយូរបងប្អូនចូលទៅក្នុងជ្រោមទៅបងប្អូនចូលក្នុងជ្រោមយើងមកបាទបន្ទាប់ពីចូលក្នុងជ្រោមយើងវាយពាក្យថា PayPal ខ្ញុំរបស់ខ្ញុំមានស្រាប់អញ្ចឹងខ្ញុំវាយឲ្យបងប្អូនតើនេះក៏ PayPal នេះក៏ PayPal ដែរខ្ញុំចូលវាយពាក្យថា PayPal នេះបងប្អូនវាចេញបែបនេះមកយើងចុចពាក្យ search វាមកបិទ email password ខ្ញុំបន្តិចខ្ញុំនឹងចូលធ្វើឲ្យបងប្អូនមើលបន្តទៀតតោះឥឡូវវាអាប់ដេតថ្មីចឹងខ្ញុំសូមបិទ line នេះបន្តិចព្រោះវាថាយើងបានអាប់ដេតជាមួយ Visa Card ចឹងខ្ញុំសូមចុចបិទបន្តិចបងប្អូនចឹងខ្ញុំចុចពាក្យថា next សិនហើយកន្លែងនេះវាឲ្យទាមទារកូដ Visa Card របស់ខ្ញុំដែលខ្ញុំបាននេះចូលនៅក្នុងវាអញ្ចឹងបើយើងដាក់ Visa Card ហើយយើង confirm ទៅបងប្អូនតោះកុំឲ្យខាតពេលយូរយើងធ្វើបន្តទៀតបងនេះខ្ញុំបាន verify វារួចរាល់ហើយអញ្ចឹងយើងរងចាំវាបន្តិចឥឡូវយើងចូលមកដល់ក្នុងនេះហើយឥឡូវដើម្បីទាញឥឡូវវាអាប់ដេតច្រើនបងប្អូននេះខ្ញុំដាក់ជាទម្រង់កុំព្យូទ័រឲ្យបងប្អូនដើម្បីសួរមើលប៉ុន្តែខ្ញុំបានដាក់រួចរាល់ហើយបងប្អូនដាក់ដូចខ្ញុំណាអញ្ចឹងយើងបរិយាបន្តិចបងប្អូនយើងទៅdownload វាយកបងប្អូនចាំបន្តិចណាឥឡូវយើងចូលមកកន្លែងនេះបងប្អូននេះយើងចូលពាក្យថា active account នេះ view active បន្ទាប់មកវាចេញបែបនេះទម្រង់បែបនេះបងប្អូនអញ្ចឹងយើងចុចកន្លែង download នេះមកបងប្អូនបាទបន្ទាប់ពីយើងចុចកន្លែង download នេះហើយនេះបងប្អូនឃើញខាងលើនេះទេយើងមើលទម្រង់ខាងលើយើងរៀបចំខាងលើនេះមកអញ្ចឹងបងប្អូនយកដូចខ្ញុំមកយើងចុចកន្លែងនេះមកយើងចុច crease ចុច select វាមកបងប្អូនយកពាក្យថា alt translate បន្ទាប់មកចំណុចត្រង់នេះបងប្អូនយកពាក្យថាចុចសេវាមកយកវាមាន3ខែ6ខែមិនសម្រាប់ខ្ញុំយក3ខែទេខ្ញុំចុចយក pass 3 month មកហើយកន្លែង CSV នេះយើងចុចមកយើងយកពាក្យថា PDF មកបងប្អូនបាទហើយបន្ទាប់មកយើងចុចពាក្យថា grade report ដើម្បីយកអាថ្មីនេះដោយសាររបស់ខ្ញុំវា download ចាស់អញ្ចឹងបងប្អូនអញ្ចឹងយកនេះមក grade report មកបាទនេះវាចេញទម្រង់បែបនេះហើយយើងរងចាំវាបន្តិចមកដោយសារវាកំពុងតែ submit យើងរងចាំវាបន្តិចបងប្អូនវិញហើយបន្ទាប់មកយើងចាំវាបន្តិចមកយើងចុចពាក្យថា refresh ឡើងនេះបងប្អូនវាកំពុងតែ in process យើងរងចាំប្រហែលជា1នាទីទៀតបាទនេះបងប្អូនយើងពេញហើយឥឡូវយើងចុចពាក្យថា download ណាបងប្អូនហើយយើងចុចពាក្យថា download មកបាទហើយការ download របស់យើងក៏វាបានចូលនៅក្នុង file របស់យើងដែរអញ្ចឹងវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់អរគុណដែលបានតាមដានជួបគ្នាវីដេអូក្រោយ